ជំរាបសួរសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះហេងខ្ញុំរៃរឿងនៅក្នុងក្រសួងពិភពខ្មោចគេហៅ channel នៅក្នុងក្រសួងពិភពខ្មោចមួយនៅក្នុង Facebook page ឈ្មោះក្រសួងភពខ្មោចផងដែរអូខេអ្នកនរគ្នាបានតាមដានទស្សនាតាំងពីវគ្គម្សិលមិញឬមួយវគ្គទី11នៅក្នុង YouTube វគ្គទី10នៅក្នុងFacebook ផងដែរអូខេអ្នកនរគ្នាបាទយាយទៅអានេះភាគ2ផងដែរចូលចិត្តឲ្យអ្នកនរគ្នាសូមជួយចុច Subscribe ហើយសូមជួយចុច Like និង Share Follow Page ម្នាក់មួយផងអរគុណបាទបន្ទាប់មកពូនឹងត្រូវបានគ្រោះថ្នាក់ចរាចរណ៍ត្រូវបានស្លាប់បាត់បាទគេហៅថាជើងកកផងដែរបាទហើយក្មេងស្រីម្នាក់នោះបាទលងមួយថ្ងៃទៅមួយថ្ងៃកាចទៅរហូតដល់លក្ខណៈថាសំបីណាលងពេញភូមិតាមដល់បាទឡើងពេលខ្ទង់10ម៉ោង12ឡើងគោះទ្វារតក់បាទគោះទ្វារគ្រប់ផ្ទះមកភូមិនឹងអត់មានណាដេកបានទេបាទមកភូមិនឹងអត់មានណាដេកបានទេបាទបើសិនមានអ្នកណាចេញខាងក្រៅផ្ទះយប់ប្រលប់បាទកូនស្រីម្នាក់ហ្នឹងចេញចង់និយាយថាចេញមកចូលសន្តាត់កាច់កខ្លួនឯងភ្លាមហ្មងបាទចូលមកសន្តាត់ហើយកាច់កឡាខ្មោចចូលហើយកាច់កបាទបងប្អូនបាទមកជប់មនុស្សស្លាប់1 2អីចឹងទៅបាទខ្មោចស្លាប់តែហោងច្រើនហើយដល់មានបរិវាររបស់សាកសពកូនស្រីហ្នឹងណាគ្នាហ្នឹងបាទនិយាយទៅដល់សាររឿងនេះវាវែងដែរហើយមួយទៀតរឿងយើងមានប៉ុណ្្នឹងទេចាំស្ដាប់មើលភាគ3ផងដែរបាទអរគុណជំរាបលាសូមជួយការ follow page like និង share account TikTok follow account TikTok ខ្ញុំមួយហ៎អរគុណសូមជំរាបលាបាយចាំស្ដាប់នៅថ្ងៃស្អែករឿងនឹងវាវែងអរគុណសូមជម្រាបលា